តើអ្វីទៅជា business plan ជំរាបសួរបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយថាតើស្អីទៅជា business plan ហើយ business plan នេះគេយកធ្វើអ្វី business plan គឺរៀបចំសម្រាប់យើងបើកសាខាថ្មីឬអាជីវកម្មថ្មីអញ្ចឹងដើម្បីរៀបចំ business plan បានយើងមិនមែនដេកអង្គុយសរសេរទេយើងត្រូវ survey ថាតើយើងបើក business អ្វីនិងយើងទៅសិក្សាពី market នៅតំបន់ហ្នឹងថាតើដែលអតិថិជនត្រូវការផលិតផលតម្រូវការអតិថិជនពីទៅលើគាត់ត្រូវការផលិតផលអីសេវាកម្មអីតម្លៃប្រមាណគុណភាពយ៉ាងម៉េចហើយសិក្សាពីដៃគូគត់ចែងមានប្រមាណក្រុមហ៊ុននិងម្ចាស់អាជីវកម្មបើកហើយសិក្សាពី supplier ផងថាតើគាត់យក supplier ពីខាងណាបន្ទាប់មកទៀតបានយើងត្រូវធ្វើ R&D test សិនផលិតផលថ្មីនិងសេវាកម្មថ្មីយើងត្រូវតែល្អជាងដៃគូគត់ចែងត្រូវនឹងតម្រូវការអតិថិជនបន្ទាប់មកបានយើងត្រូវកណនាថាតើវាត្រូវការដើមទុនប្រមាណអញ្ចឹងទៅរកឃើញ current asset និង fixed asset ថាតើយើងជួលផ្ទះនៅម្ដុំនឹងវាអស់តម្លៃប្រមាណrenovation ជួសជុលកែលម្អនឹងវាអស់តម្លៃប្រមាណហើយបន្ទាប់មកទិញ stock ចូលក្នុងរយៈពេល3ខែនឹងអស់ប្រមាណថានឹងអស់ថា5ដល់10ម៉ឺនឧទាហរណ៍បាទហើយ fixed asset វាមាន office equipment គ្រឿងបំពាក់ការិយាល័យនឹងអស់តម្លៃប្រមាណថា$10000vehicle ម៉ូតូសក្លោឡានថាអស់50000គ្រឿងម៉ាស៊ីននឹងអស់ម៉ាស៊ីនBull X ម៉ាស៊ីនឆុងកាហ្វេម៉ាស៊ីនធ្វើទឹកសណ្ដែកថាអស់50000ទៀត operation tool មានឧបករណ៍ធ្វើ operation របស់យើងនឹងវាអស់ប្រមាណថាអស់10000ទៀតហើយនឹង furniture ទូតុកៅអី10000ទៀត3ដល់100000អញ្ចឹង current asset បូក fixed asset 5ដល់100000បូក130000ឡើង28000អញ្ចឹងអាជីវកម្មនឹងដើមទុន2800000នៅយើងត្រូវការរកឲ្យឃើញនៅoverhead cost ចំណាយរដ្ឋបាលតើមួយខែចាយអស់ប្រមាណប្រាក់ខែបុគ្គលិកទឹកភ្លើងយើងផ្អែកទៅលើដៃគូគាត់ចែងឬក៏ business ចាស់យើងថាចាយអស់5000អញ្ចឹង business នឹងត្រូវការខាតរយៈពេលប្រមាណថា1ឆ្នាំអញ្ចឹងគុណ12ស្មើនឹង60000អញ្ចឹង2800000បូក60000ស្មើ34000ចុងក្រោយយើងដាក់ថែមកត្តាលំអៀង 10% 4304000ទៀតអញ្ចឹង business នឹងទាំងមូលដើមទុនត្រូវការ3744000បន្ទាប់មកបានយើងព្យាករណ៍ទៅលើការប្រាក់ចំណេញថាតើឆ្នាំទី1ចំណេញបានប៉ុន្មានឆ្នាំទី2ឆ្នាំទី3ហើយ return on investment ប្រមាណអានឹងហើយគឺធ្វើសម្រាប់តែ new business ទេបើ current business គេគ្រាន់តែពង្រឹង marketing និង operation ឲ្យបានល្អទេបាទទាំងអស់គ្នាមើលថាតើការបើក business ថ្មីហើយអីបានយើងត្រូវការ marketing plan បាទ business plan បាទអញ្ចឹងការរៀបចំ business plan សម្រាប់ការពង្រីកសាខាថ្មីនិងធ្វើអាជីវកម្មថ្មីដំបូងបំផុតយើងត្រូវសិក្សាពី market មុខរបរដែលយើងត្រូវរកស៊ីហ្នឹងសិក្សាថាតើអតិថិជនត្រូវការទិញផលិតផលអ្វីសេវាកម្មអ្វីហើយគុណភាពម៉េចតម្លៃប្រមាណតបមកទៀតបានយើងត្រូវសិក្សាអំពីដៃគូគាត់ចែងមានប្រមាណម្ចាស់អាជីវកម្មឬសិប្បកម្មហើយដែលគាត់បើកអានឹងឬក៏នាំចូលមាបន្ទាប់មកសិក្សាពី supplier អ្នកផ្គត់ផ្គង់មកគាត់យកពីខាងណាចំណុចទី3យើងរុញឲ្យក្រុម operation ធ្វើ test ធ្វើ R&D ផលិតផលថ្មីនិងសេវាកម្មថ្មីសិនមិនមែនទៅបើក business plan ហើយមិនដឹងធ្វើអី survey អានឹងឲ្យធ្វើ test ខ្លួនឯងសិនថាឲ្យដឹងថាផលិតផលថ្មីនិងសេវាកម្មថ្មីយើងត្រូវតែល្អជាងដៃគូគាត់ចែងត្រូវនឹងតម្រូវការអតិថិជនបន្ទាប់មកទៀតយើងរៀបចំថ្នាក់ management team យើងមាន marketing finance operation HR និង CEO បានល្អរួមទាំងគ្រូបង្វឹក business ផងរៀបចំ team មកហើយដល់យើងទៅសេហើយគេដាក់លុយមកឲ្យយើងរ៉ាន់បើមិនដឹងទៅខាងណាក៏មិនកើតដែរអញ្ចឹងហើយវិធីគណនាដើមទុនដូចខ្ញុំនិយាយយក fixed asset បូក current asset បូក overhead cost ថែមកត្តា 10% ផងអានឹងយើងឃើញថាអាជីវកម្មថ្មីយើងត្រូវការដើមទុនប្រមាណអញ្ចឹងការធ្វើអានឹងហើយយើងព្យាករណ៍ថាឆ្នាំទី1យើងបានចំណេញប៉ុន្មានឆ្នាំទី2 return on investment ប្រៀបនឹងដើមទុនប្រមាណភាគរយអានឹងត្រូវព្យាករណ៍ឲ្យខត់ឃើញដើម្បីឲ្យ investor គេចាប់អារម្មណ៍បើយើងអត់ធ្វើអានឹងទេអស់ដើមទុនប្រមាណក៏យើងអត់ដឹងចំណេញប្រមាណអត់ដឹងគាត់អត់មានទំនុកចិត្តនឹងដាក់ឲ្យយើងប៉ុន្តែនឹងបោកមុននឹងបើកធ្វើ business plan ឲ្យគេត្រូវមាន business ទី1និងទី2យត្តសោគេសិនបានគេដាក់នៅក្នុង business ទី3និងទី4បានល្អបាទអញ្ចឹងអរគុណច្រើនបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាបានចូលរួមទស្សនាបងប្អូនចង់បានវីដេអូថ្មីមាន page មាន TikTok មាន YouTube ឈ្មោះថាអំណោយទានជួយ like ជួយ subscribe បានជាប្រយោជន៍ទាំងអស់គ្នាបាទអរគុណច្រើន